ไม่กินตานะโยโม่ไม่โบโยมันทำไอ้เน็ตโยมันทำรวยចូលតបប្រឡោះណាក៏បានញោមញោមហើយសាច់យកមកដាក់នៅក្នុងវត្តព្រះអិត្រនាទី17ញោមណាចឹងល្ងាចនេះគឺញោមពុទ្ធបរិស័ទប្រស្រីគ្រប់រូបទាំងអស់គឺបានយកខ្សាច់ពីផ្ទះដែលសែនទេវតានេះដើម្បីយកមកដាក់នៅវត្តគឺហែនៅក្នុងខ្សាច់ហ្នឹងគឺត្រស់ថ្ងៃទី17ចឹងគឺញាតិញោមពុទ្ធបរិស័ទប្រស្រីគ្រប់រូបទាំងអស់ទស្សនាហើយនេះញាតិញោមគាត់យកតុងយកអីមកសែនទេវតានេះយកមកពុំក្នុងខ្សាច់ដើម្បីត្រាស់ស្អែកថ្ងៃទី17ប៉ុណ្ណោះគឺយកមកល្ងាចថ្ងៃទី16ចឹងញាតិញោមពុទ្ធបរិស័ទអាចទស្សនាមើលបាននេះគឺសកម្មភាពញាតិញោមយកទេវតាដែលសែនគម្រប់3ថ្ងៃហ្នឹងមកដាក់នៅក្នុងកន្លែងពុំក្នុងខ្សាច់ដើម្បីត្រាស់ថ្ងៃទី17ចឹងគឺញាតិញោមមានសេចក្ដីចិត្តខ្លាចចង់មកចូលរួមក៏អាចមកបានថ្ងៃស្អែកពោនឹងឲ្យពេលថ្ងៃម៉ោង1ហ្នឹងគឺចាប់ផ្ដើមកម្មវិធីត្រាស់ចឹងគឺញាតិញោមអាចទស្សនាមើលបាននេះជាសកម្មភាពញាតិញោមយកទេវតាមកនឹងខ្សាច់យកមកពូនប៉ុណ្ណេះនេះសកម្មភាពចឹងញាតិញោមអាចទស្សនាមើលបានក៏ចឹងគឺញាតិញោមមើលនេះតាមសិតតែញាតិញោមបានពូនក្នុងខ្សាច់គឺយកខ្សាច់អំពីផ្ទះដែលបានសែនទេវតា3ថ្ងៃហ្នឹងចឹងគឺត្រាស់នៅថ្ងៃស្អែកពោចឹងញាតិញោមអាចមកចូលរួមបានពោនេះមើលសកម្មភាពទាំងអស់គ្នាប៉ុណ្ណាមានញាតិញោមនៅខាងក្រៅខាងក្នុងកន្លែងពូនក្នុងខ្សាច់នេះទស្សនាទាំងអស់គ្នាពោនេះគឺជាសកម្មភាពនេះសកម្មភាពទាំងមូលញាតិញោមចឹងញាតិញោមទស្សនាស្អែកនេះគឺថ្ងៃត្រាស់ថ្ងៃទី17ចឹងគឺត្រាស់ថ្ងៃទី17ពោចឹងគឺប៉ុណ្ណឹងប៉ុណ្ណេះចម្រើនពលា